ខ្ញុំព្រះអង្គម្ចាស់សូមកំបងអញ្ជលីនមស្ការចំពោះប្រជុំ3នៃបត្រៃរតន៍គឺព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងដល់ក្រៃលែងបំផុតសូមនមស្ការថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនិងនមស្ការក្រាបថ្វាយបង្គំចំពោះព្រះសង្ឃនាយកបរិជាគណៈគ្រប់ឋានានុក្រមប្រមេគុណខេត្តគ្រប់ខេត្តក្រុងក៏ដូចជាព្រះអនុគុណមន្ត្រីសង្ឃសហការីអនុគុណបច្ចៅអធិការគ្រប់បណ្ដាវត្តដោយសេចក្តីគោរពកោតក្រែងបំផុតនិងសូមធ្វើសេចក្តីរាប់អានចំពោះអវសោគ្រប់ព្រះអង្គផងដែរនិងបន្ទាប់សូមនមស្ការសូមធ្វើសេចក្តីរាប់អានចំពោះញាតិញោមសាធុសប្បុរសប្រុសស្រីនៅក្នុងបរិជាណាចក្រកម្ពុជាដោយសេចក្តីរាប់អានស្និទ្ធស្នាលនៅក្នុងកុសលធម៌នៅក្នុងឱកាសនេះខ្ញុំកណាអាត្មាភាពសូមចូលរួមចំណែកនៅក្នុងការលើកយកពធមកបកស្រាយវែកញែកទៅតាមការចេះដឹងតិចតួចក៏គិតថាដើម្បីជាប្រយោជន៍ដល់សតិបញ្ញាស្មារតីនិងដើម្បីជាកិច្ចបំពេញបុណ្យកុសលនៅក្នុងជីវិតប្រចាំថ្ងៃនៅក្នុងឱកាសនេះគឺស្ថិតនៅក្នុងវត្តវាំងកៅព្រៃស្បូវស្ថិតនៅក្នុងឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលនៅក្នុងឱកាសនេះគឺថាម៉ោង10ជាងទៅហើយមុនឆាន់ត្រង់ក៏នឹកឃើញថាចង់ឡាយផ្ទាល់អំពីពធខ្លះនៅក្នុងឱកាសនេះខ្ញុំកណាអាត្មាចាប់ភ្លឹកនឹកឃើញចង់លើកយករឿងជាដកមួយដែលបង្ហាញសម្ដែងអំពីសេចក្តីល្អរបស់មនុស្សម្នាក់ហើយក៏រឿងនេះតាក់ទងទៅនឹងបណ្ឌបាតទានតាក់ទងទៅនឹងការបិណ្ឌបាតនិមន្តបិណ្ឌបាតបព្វសង្ឃផងដែរនៅក្នុងរឿងនេះគឺសម្ដែងតាក់ទងទៅនឹងក្នុងប្រទេសស្រីលង្កាក្នុងកម្ពីសារតសង្កហៈមានសម្ដែងអំពីរឿងបរោះម្នាក់ឈ្មោះថាទេរុផតកៈហ្នឹងគាត់មានមុខរបរជាអ្នករកស៊ីកាប់អុសមានមុខរបររកស៊ីកាប់អុសហើយគាត់ក៏មានប្រពន្ធមានកូនផងដែរគាត់មានប្រពន្ធមានកូនតែងតែរកស៊ីប្រកបមុខរបរកាប់អុសហ្នឹងហើយគាត់ជ្រះថ្លាជាមួយនឹងការដាក់បាតជ្រះថ្លាណាស់ជាមួយនឹងការដាក់បាតហ្នឹងគាត់តែងតែដាក់បាតជាប្រចាំឃើញប្រសង់និមន្តមកគោចរតាមមុខផ្ទះហ្នឹងគឺថាគាត់ដាក់បាតជាប្រចាំក៏ប៉ុន្តែមានពេលមួយនោះមានភិក្ខុសង្ឃអង្គសាមណេរ2 3អង្គចឹងទៅលោកមកទទួលបណ្ឌបាតទៅមុខផ្ទះគាត់ហ្នឹងគាត់ក៏ដាក់បាតអីចឹងទៅហើយលោកមានសក្តីប្រមាទធ្វើប្រហែសក៏ដូចជាលមោបនៅក្នុងរឿងអាហារបណ្ឌបាតហ្នឹងមិនត្រេកអរជាមួយនឹងចង្ហាន់បណ្ឌបាតរបស់គាត់ហ្នឹងពីពួកគាត់ហ្នឹងគឺមានជីវភាពក្រីក្រតោកយ៉ាកលំបាកណាស់ចឹងទៅក៏បន្ទាប់ពីភិក្ខុសង្ឃអង្គសាមណេរលោកបានទទួលនៅចង្ហាន់បណ្ឌបាតអំពីគាត់ហើយហ្នឹងក៏ដើរនិមន្តផុតបន្តិចទៅគាត់ចាក់ចោលទៅលោកចាក់ចោលទៅដល់លោកចាក់ចោលអញ្ចឹងទៅប្តីហ្នឹងបានឃើញសភាពហ្នឹងក៏ទៅប្រាប់ប្រពន្ធទៅក៏អស់ចាទៅទៀតនៅពេលដែលប្តីប្រាប់ថាលោកបានចាក់បាតបាយចង្ហាន់ចោលអញ្ចឹងទៅក៏ប្រពន្ធហ្នឹងអត់មានជាខឹងសបាខឹងលោកអីទេតែជាលើកឡើងថាមិនអីទេបងព្រោះចង្ហាន់បណ្ឌបាតដែលយើងធ្វើហើយហ្នឹងគឺថាចេតនាជាកុសលរបស់យើងកើតហើយរឿងលោកចាក់ចោលរឿងលោកយកទៅឆាន់ឬក៏មិនឆាន់ហ្នឹងគឺថាមិនមែនជារឿងអីតាក់ទងនឹងយើងទេរឿងរបស់លោកទេរឿងអត់តាក់ទងនឹងយើងទេនៅក្នុងរឿងនេះនៅក្នុងពុទ្ធសាសនាយើងឃើញមានពុទ្ធសាសនិកជនយើងតែងតែយល់ច្រឡំនៅក្នុងកិច្ចបុណ្យកុសលមួយចំនួនហ្នឹងនៅក្នុងកិច្ចបុណ្យកុសលមួយចំនួនហ្នឹងតាក់ទងនឹងការរៀបចង្ហាន់ប្រគេនព្រះសង្ឃយ៉ាងណា
សិតតាមដានមើលទៀតអ្នកខ្លះតាមដានមើលថាប្រសងមិនឆាន់ទេគាត់ខូចចិត្តអន់ចិត្តអញ្ចឹងទៅក៏ប៉ុន្តែសេចក្តីពិតគឺបុណ្យកុសលកើតឡើងពីចេតនាហ្នឹងជាតួបុណ្យបងហើយសេចក្តីល្អដោយដែលទីរូបផតកៈនេះយើងធ្វើឃើញថាមិនងាយនឹងរកបុគ្គលណាឲ្យបានល្អអញ្ចឹងបងមិនងាយរកហើយពុទ្ធបរិស័ទយើងក៏បីពិចារណាដែរឧទាហរណ៍ថាបុណ្យទានម្ដងពិសេសបុណ្យតាមវត្តបងបុណ្យតាមវត្តហ្នឹងឃើញថាមានចង្ហាន់ពោពាសច្រើនពីព្រោះមួយវត្តពុទ្ធបរិស័ទជើងវត្តច្រើនអញ្ចឹងទៅគឺថាប្រសងលោកមិនអាចឆាន់គ្រប់អង្គទេបាទគ្រប់ចង្ហាន់ដែលញាតិញោមគ្រប់ចានដែលញាតិញោមដាក់ចង្ហាន់មកហ្នឹងមិនអាចឆាន់ឲ្យគ្រប់ចាននឹងបានទេអញ្ចឹងយើងក៏បីយល់ដឹងពីរឿងកិច្ចបុណ្យកុសលហ្នឹងកើតឡើងពីចេតនាហ្នឹងហើយបើសិនជាសភាពបច្ចុប្បន្នហ្នឹងយើងគិតលេងអញ្ចឹងទៅថាបើសិនបើលោកឆាន់ហើយលោកមិនឆាន់ថែមតែចាក់ចោលទៀតហ្នឹងតែយើងធ្វើចិត្តបានដោយទារុផតកៈហ្នឹងដែរទេបាទហ្នឹងយើងក៏បីកោតសរសើរទឹកចិត្តសទ្ធាជ្រះថ្លាការយល់ដឹងបកតហ្នឹងគឺថាក្រៃលែងប្រពៃក្រៃលែងមែនតើហើយហ្នឹងនិយាយអំពីទារុផតកៈហ្នឹងទៀតបន្ទាប់អំពីឃើញសភាពបែបហ្នឹងពីអ្នកប្តីប្រពន្ធប្រជុំគ្នាពិចារណាយើងធ្វើម៉េចនឹងបានចង្ហាន់ល្អប៉និតប្រគេនលោកណាហ្នឹងដល់ពិចារណាអញ្ចឹងទៅរោគវិធីសាស្ត្រនៅក្នុងការដែលរោគចង្ហាន់ប៉និតថ្លៃថ្លាប្រគេនប្រសង់ទៅរោគវិធីចុះឡើងវាអត់មានឃើញអីក្រៅអំពីកូនស្រីមួយហ្នឹងបើមានកូនស្រីមួយហ្នឹងពេញវ័យជំទង់កមុំហ្នឹងមានតែកូនហ្នឹងហើយមើលទៅក៏សម្រេចសម្រួលពិភាក្សាមួយប្តីប្រពន្ធមួយកូននោះក៏ព្រមព្រៀងតាមការសម្រេចចិត្តរបស់លោកឪពុកអ្នកម្ដាយទៅស៊ីឈ្នួលបំរើគេបើនាំកូនទៅស៊ីឈ្នួលបំរើគេហ្នឹងគឺដើម្បីបានលុយមកហើយយកកូនទៅស៊ីឈ្នួលបំរើគេមិនមែនស៊ីឈ្នួលយកប្រាក់ខែប្រាក់ម៉ោងប្រាក់ថ្ងៃទេទៅហ្នឹងគឺថាសុំគេ12តម្លឹងមកហើយ12តម្លឹងធ្វើការអត់មានប្រាក់ខែទៀតទេប្រាក់ម៉ោងអីទៀតទេធ្វើការហ្នឹងគឺថា5មួយខែក៏ដោយ2ខែក៏ដោយ5ខែក៏ដោយមួយឆ្នាំក៏ដោយបើមាន12តម្លឹងយកទៅឲ្យគេហ្នឹងយកកូនមកវិញបានហ្នឹងយកកូនមកវិញបានអត់មានគិតរឿងអីទេហើយនៅធ្វើការបម្រើគេហ្នឹងគឺថាហូបតែមកខ្លួនមករស់ហ្នឹងទេហើយបម្រើគេធ្វើការសពបែបសពយ៉ាងតាមតែគេចង់ឲ្យធ្វើអញ្ចឹងទៅពីអ្នកប្តីប្រពន្ធហ្នឹងទារុផតកៈហ្នឹងបាន12តម្លឹងហ្នឹងមកទិញមេគោប្រមាណមេគោអញ្ចឹងទៅហើយចិញ្ចឹមច្បាច់យកទឹកដោះហ្នឹងយកមកធ្វើជាចង្ហាន់ផងយកទៅធ្វើជាភេសជ្ជៈផងយ៉ាងណាចាត់ចែងតាំងពីនឹងមកបានឱកាសដាក់បាតប្រសងហ្នឹងគឺថាបណិតថ្លៃថ្លាភិក្ខុសង្ឃអង្គសាមណេរលោកក៏មានសេចក្តីពេញចិត្តជាមួយនឹងទានរបស់គាត់ដែលបណិតថ្លៃថ្លាហ្នឹងទៅគាត់ជ្រះថ្លារីករាយធ្វើបុណ្យទានបែបអញ្ចឹងហើយចម្រើនពរបើកវងកញ្ចក់បន្តិចដែររឿងហ្នឹងចម្រើនពរថារឿងបិណ្ឌបាតនេះជារឿងសំខាន់ណាហើយពិសេសភិក្ខុសង្ឃអង្គសាមណេរដែលជាសាមណសិស្សសាមណនិស្សិតកំពុងតែរៀននៅទីក្រុងភ្នំពេញក៏ដោយរៀននៅតាមបណ្ដាខេត្តក៏ដោយការចង្ហាន់បិណ្ឌបាតនេះគឺថាសំខាន់ណាស់ប្រសង់រស់បានដោយចង្ហាន់បិណ្ឌបាតហ្នឹងហើយការបិណ្ឌបាតនេះមែនទែនទៅបានបនច្រើនប្រសង់ដែលគោចរបិណ្ឌបាតនេះជានិស័យមួយជាកតបកិច្ចមួយហើយដល់ពុទ្ធបរិស័ទអ្នកដាក់បុណ្យអ្នកធ្វើបុណ្យធ្វើទានដាក់បាតហ្នឹងគឺថាជាកិច្ចបុណ្យកុសលដ៏ប្រសើរមួយហើយអ្នកខ្លះក៏គេមានលុយច្រើនគេធ្វើបុណ្យបច្ច័យ4ធ្វើបុណ្យអីធំអញ្ចឹងទៅហើយយើងអ្នកជីវភាពយ៉ាប់យ៉ាងណាគឺថាមានតែការធ្វើបុណ្យដាក់បាតហ្នឹងហើយទើបងាយស្រួលហើយពេលខ្លះបុណ្យធំមួយចំនួនហ្នឹងមិនប្រកាសជាបានបុណ្យច្រើនជាងពិធីបុណ្យរាប់បាតហ្នឹងទេហើយយើងគិតសាមញ្ញថាបុណ្យដល់កម្មចដាបុណ្យដល់ផ្ទះប្រសង់ទៅដល់ផ្ទះយកបុណ្យទៅឲ្យហ្នឹងជាញាតិញោមពីចាស់ពីបុរាណក៏តែងតែពោលអញ្ចឹងក៏ប៉ុន្តែរឿងដាក់បាតនេះត្បិតថាជាបានបុណ្យបានកុសលច្រើនហើយអត់កង្វល់ទៀតអត់កង្វល់បានបុណ្យច្រើនហើយអត់កង្វល់នៅក្នុងតិរោកតសូត្រមានសម្ដែងថាបត្តពរានភាវេនមេតាបិតាបមិញ្ចរេ
ព្រោះហេតុនោះបានជាមេដានបីដារំលែងរួចចាក់ទីដថោកទៀតដោយអានុភាពនៃបាយដែលពេញក្នុងបាតណានឹងអានុភាពនៃចង្ហាន់បណ្ឌបាតហ្នឹងមានគុណពិសេសប្រពៃថ្លៃថ្លាដល់ប៉ុណ្ណឹងហ្នឹងដល់ប្រពៃប៉ុណ្ណឹងហើយយើងដឹងហើយគឺថាវាអត់មានជាប់កង្វល់បលិពោតអីច្រើនទេងាយស្រួលងាយស្រួលរឿងបណ្ឌបាតហ្នឹងហើយយើងពុទ្ធបរិស័ទដាំចង្ហាន់នេះយើងគិតពីតាមជនបទដាំចង្ហាន់ទៅយើងរំលែកតន្តិចទៅសឡមួយចានឬក៏បាយមួយចានអញ្ចឹងយ៉ាងណាទៅខ្លះក៏មានបាយអត់សឡមានសឡអត់បាយតាមជាក់ស្ដែងហើយខ្លះទៅឥឡូវបច្ចុប្បន្នហ្នឹងអ្នកខ្លះគេអត់ខ្វល់ទេបើអត់បាយដាក់ម្ហូបអត់ទាំងបាយអត់ទាំងម្ហូបបច្ច័យហ្នឹងញោមណាចម្រើនពរអញ្ចឹងហ្នឹងគិតទៅតាមសម័យបច្ចុប្បន្នហ្នឹងអញ្ចឹងទៅហ្នឹងហើយបើតាមទីក្រុងវិញគឺថាជាទូទៅដាក់បច្ច័យហ្នឹងហើយបាទអត់ឃើញមានដាក់កម្រណារឿងដាក់បាយដាក់សឡអីហ្នឹងគឺថាកម្រហើយចម្រើនពរអាត្មាក៏ធ្លាប់នៅពេញនៅភ្នំពេញរៀនសូត្រហ្នឹងកាលនោះចម្រើនពរថាដោយអាស្រ័យរឿងបណ្ឌបាតហ្នឹងមួយចំនួនដែរប៉ុន្តែចម្រើនពរទៅអាត្មាបណ្ឌបាតបានប្រយ័ត្នពេលតិចណាស់ដោយសារតែសង្កេតឃើញមានភាពលំបាកច្រើនបើទី1ការលំបាកយ៉ាក់យ៉ាប់នៅក្នុងការធ្វើដំណើរបានផ្លូវឆ្ងាយហើយទី2ទៅឃើញតែញាតិញោមមួយចំនួនក៏មិនសូវជាខ្វល់ខ្វាយដាក់បាតទៅដែរហើយញោមណាដាក់ហ្នឹងក៏ដាក់ហើយដាក់ទៀតចឹងទៅអាត្មាសង្កេតឃើញថាផ្ទះខ្លះដាក់ហ្នឹងថា2អង្គចេញ2អង្គចូល3អង្គចេញ4អង្គចូលនៅតែដាក់អញ្ចឹងទៅហើយញោមខ្លះមិនដាក់ហ្នឹងក៏ឃើញមិនដាក់អញ្ចឹងទៅក៏ប៉ុន្តែសភាពនៃការដាក់បាតនេះចម្រើនពរសម័យបច្ចុប្បន្នក៏មានការរិះគន់នន្ទាមួយចំនួនទៅដែររឿងប្រសង់គោចរបណ្ឌបាតហ្នឹងមានការរិះគន់យ៉ាងណាច្រើនបែបយ៉ាងក៏ប៉ុន្តែចម្រើនពរញាតិញោមថាប្រសង់ប្រហែលជា90%អាត្មាថាអញ្ចឹងចុះប្រហែលជា90%នៃប្រសង់ដែលសិក្សារៀនសូត្របើអត់បានបណ្ឌបាតហ្នឹងទេមិនអាចទ្រទ្រង់ការសិក្សារៀនសូត្របានទេដល់អាត្មាកាលនោះទៅបិណ្ឌបាតទៅបានតែកន្លះខែទេទៅបិណ្ឌនឹងខាតសហុយម៉ូតូទប់ទល់មិនបានមិនស្គាល់ផ្លូវផងហើយឃើញសភាពយ៉ាក់យ៉ាប់នៅក្នុងរឿងផ្សេងផងក៏មិនបានបិណ្ឌបាតទេហើយក៏ឈប់ទៅហើយវាមានតែការវិលត្រឡប់មកស្រុកថ្ងៃសិលក៏ត្រឡប់មកមួយយប់2យប់ចឹងទៅបានបុណ្យមួយរូង2រូងបច្ច័យអធិការចាត់ទៅបុណ្យទៅទានទេសនាមួយរូងអីចឹងទៅបានបច្ច័យត្រឡប់ទៅវិញទៅហើយញាតិញោមនៅជើងវត្តនៅស្រុកកំណើតនោះខ្លះ10000 20000ទៅបងប្អូន3 40000 40សំគ្នាបាន20 30ម៉ឺនមកពីថ្ងៃទៅរៀនវិញទៅដល់ទៅពេលចិត្តអស់បច្ច័យនោះមកទៀតទៅនឹងចម្រើនពរចឹងហើយរឿងដែលគួរចាប់អារម្មណ៍ទេចម្រើនពររឿងបណ្ឌបាតហ្នឹងគួរចាប់អារម្មណ៍ទេអ្នកខ្លះអត់សទ្ធាជ្រះថ្លាទៅគឺថាសូម្បីតែ100 200នោះផ្ដាច់យកមកដាក់មកដូចជាពេលខ្លះយើងសង្កេតឃើញសក្តីជ្រះថ្លាបច្ចាណានៅក្នុងការធ្វើបុណ្យទានហើយនឹងការចំណាយទៅលើកត្តាផ្សេងពេលខ្លះចំណាយទៅរឿងអត្ថប្រយោជន៍ដូចជាច្រើនដែរនេះយើងយកមកគិតទាំងអស់គ្នាញាតិញោមខ្លះក៏លបែងស៊ីសងទៅញាតិញោមខ្លះក៏ចំណាយទៅលើកម្មវិធីស៊ីចុកជប់លៀងផាតធីបងគេអីចឹងទៅហ្នឹងហើយអ្នកខ្លះក៏ហួសពីជប់លៀងធម្មតាទៅជាជប់លៀងពិសេសយ៉ាងណាមួយយប់អស់2 300 4 500យ៉ាងណាចឹងទៅក៏ប៉ុន្តែការដាក់បាតដូចជាមិនច្រើនទេចម្រើនពរថា100 200 400 500ទៅលោកទៅផុតហើយចម្រើនពរអាត្មាក៏ធ្លាប់ចាប់អារម្មណ៍ទៅដែរអ្នកខ្លះឃើញហើយធ្វើមិនឃើញទៀតក៏មានអញ្ចឹងទៅដែរនឹងមានសភាពបែបយ៉ាងនៅក្នុងសង្គមមនុស្សបឋមជនយើងនឹងមានសពបែបសពយ៉ាងអញ្ចឹងបាទមានសពបែបសពយ៉ាងអញ្ចឹងហើយលើកឡើងនេះមិនមែនជាការដែលនន្ទាឈ្នានេះខឹងស្អប់អីទេគ្រាន់តែជាបង្ហាញនៅតថភាពទស្សនភាពមួយចំនួនឲ្យបានឃើញប៉ុណ្ណឹងនឹងរឿងទារុផតកៈហ្នឹងបន្ទាប់អំពីរីករាយពេញចិត្តជាមួយនឹងការធ្វើបុណ្យដាក់បាតហ្នឹងក៏នឹកឃើញថាកូនស្រីនៅបម្រើគេនឹកឃើញថាកូនស្រីនៅបម្រើគេក៏ទារុផតកៈហ្នឹងចាក់ចេញពីផ្ទះទៅស៊ីឈ្នួលគេទៅស៊ីឈ្នួលគេសន្សំលុយដើម្បីបានលុយយកទៅលុះកូនហើយទៅស៊ីឈ្នួលគេហ្នឹងគឺទៅស៊ីឈ្នួលគៀបទឹកអំពៅឲ្យគេបាទគៀបទឹកអំពៅឲ្យគេរយៈពេល6ខែបានប្រាក់12តលឹងហ្នឹងមកបានប្រាក់12តលឹងហ្នឹងឈប់គៀប
6 ខែបាន12 តឡឹងហើយឈប់គៀបអំពើគេព្រោះបំណងនោះគឺថាចង់ដើម្បីរលុយឲ្យគ្រប់តែ12 តឡឹងទៅលុះកូននឹងបាន12 តឡឹងហ្នឹងក៏ទៅលុះកូនក៏ប៉ុន្តែចេញដំណើរទៅលុះកូនទៅចេញមកបានពាក់កដាលផ្លូវជួបប្រធេរៈមួយអង្គប្រធេរៈហ្នឹងមានឈ្មោះថាទារុផតប្រធេរៈហ្នឹងមានឈ្មោះថាបណ្ឌបាតយៈទេសធេរៈបណ្ឌបាតយៈទេសធេរៈលោកបានចាក់ចេញធ្វើដំណើរទៅវត្តមហាវិហារនៅក្នុងប្រទេសស្រីលង្កាដើម្បីថ្វាយបង្គំព្រះបច្ចេតីដើម្បីថ្វាយបង្គំនមស្ការបច្ចេតីដល់ជួបនឹងជួបនឹងបរោះហ្នឹងទីរូបផតកៈបរោះហ្នឹងបានជួបនឹងប្រធេរៈអញ្ចឹងក៏ចូលទៅថ្វាយបង្គំដោយបញ្ចង្គៈបដិស្ថានបញ្ចង្គៈបដិស្ថានគឺថារាប់យកដៃ2ជើង2និងក្បាល1តបោងចောင်းហោងថ្វាយបង្គំទៅអាហ្នឹងគេហៅថាបញ្ចង្គៈបដិស្ថានហ្នឹងនឹងការថ្វាយបង្គំបែបហ្នឹងគឺហៅថាអញ្ចឹងជាកិច្ចជាការគោរពដល់ក្រៃលែងថ្វាយបង្គំបែបហ្នឹងថ្វាយបង្គំហើយក៏សុំសាកសួរពធគុណម្ចាស់និមន្តទៅហើយខ្ញុំកណាសុំសួរពធខ្លះៗអញ្ចឹងទៅក៏សំណេះសំណាលជាមួយប្រធេរៈហ្នឹងសួរធសួរអាបដាអញ្ចឹងទៅហ្នឹងដល់តែកំពុងតែស្ដាប់ពធលោកសួរលោកឆ្លើយយ៉ាងណាយ៉ាងណីអញ្ចឹងទៅក៏កលេចមើលថ្ងៃចិត្តត្រង់ទៅហើយដល់ថ្ងៃចិត្តត្រង់គាត់ចាប់ដើមគិតថាភូមិនៅឆ្ងាយប្រសិនបើលោកនិមន្តទៅប្រកាសជាមិនតាន់ចង្ហាន់ដែរប្រកាសជាមិនតាន់ចង្ហាន់ព្រោះលោកដើរតាមធម្មនិមន្តតាមធម្មតារបស់លោកមានតែរត់អីដើរលឿនបុកវាក់អីរត់ដូចយើងប្រសក់ឯណានឹងគាត់គិតអញ្ចឹងតែអញ្ចឹងប្រកាសជាមិនតាន់ចង្ហាន់ទេមកពីខ្លួនឯងហ្នឹងហើយព្រោះសួរធសួរអាសួរនេះសួរនោះអញ្ចឹងគាត់ក៏នឹកឃើញថាមានតែគាត់ជួយដោះស្រាយគាត់ក៏និមន្តប្រធេរៈហ្នឹងឲ្យគង់ក្រោមដើមឈើគាត់ធានាថាគាត់នឹងទៅដោះស្រាយចង្ហាន់ប្រគេនគាត់ខាត់ប្រធេរៈឲ្យគង់ក្រោមដើមឈើហើយគាត់ដើររលះរលាំងយ៉ាងលឿនរត់ខ្លះដើរខ្លះអញ្ចឹងទៅសំដៅទៅភូមិដល់សំដៅទៅភូមិហ្នឹងទៅបានមកចម្ងាយល្មមហ្នឹងក៏ជួបនឹងបរោះម្នាក់ជួបនឹងបរោះម្នាក់មានបាយកញ្ចប់មានបាយឃើញកលេចឃើញបរោះម្នាក់ហើយគេមានបាយមកកញ្ចប់អញ្ចឹងទៅក៏សាកសួរសុំទិញបាយគេហ្នឹងដើម្បីយកទៅប្រគេនព្រះសង្ឃហ្នឹងហើយបាយនេះចម្រើនពោលថាតម្លៃវាមានត្រឹមតែមួយមាសកៈអីប៉ុណ្ណឹងទេមួយមាសកៈហ្នឹងទេបើនិយាយ10តម្លឹងអីហ្នឹងគឺថាទិញអូច្រើនមែនតើច្រើនមែនតើធ្វើបច្ច័យ4មួយមិនអស់ផងណាហើយដល់តែទិញបរោះហ្នឹងគាត់អត់មានទៅថាទិញ1មាសកៈ2មាសកៈអីគាត់ថាឥឡូវឲ្យបាយនឹងមកខ្ញុំមកលក់ឲ្យខ្ញុំខ្ញុំឲ្យមួយតម្លឹងបរោះដែលមានបាយមកកញ្ចប់ឮថាគេឲ្យមកតម្លឹងហ្នឹងពិចារណាសេចក្តីលោភចូលមកដល់គេហៅថាលោភលមោបលឹះលមមហ្នឹងហ្នឹងលោភលមោបលឹះលមមសេចក្តីលោភកើតឡើងអាហ្នឹងជាសភាវៈធម៌ជាលោភៈចេតសិកហ្នឹងមិនមែនជារឿងសត្វបុគ្គលអីទេជាលោភៈចេតសិកហ្នឹងបុគ្គលណាដែលមានកុសលអកុសលកើតឡើងនៅក្នុងចិត្តហ្នឹងគឺថាមានលោភៈទោសៈមោហៈចនានគិឈ្នានេះយ៉ាងណាគឺវាសំដែងចេញមកតាមរយៈលោភៈអកុសលចេតសិកយ៉ាងណាយ៉ាងទៅដល់លោភៈកើតឡើងនៅក្នុងចិត្តបរោះហ្នឹងគាត់ក៏នឹកថាបរោះនេះប្រកាសជាមានការបន្ទាន់ដែលខានមិនបានទេបានជាបាយកញ្ចប់អញតាមកមាសកៈសោះเลยឲ្យតែមួយតម្លឹងគាត់សក្តីលោភកើតឡើងគាត់អត់លក់អាហ្នឹងវាគេបែបបរោស៊ីគេបើយើងគិតបែបបច្ចុប្បន្នសឹងថានិយាយទៅឆ្លាតបន្តិចដែរទេចុះប៉ុន្តែមកគិតតាមផ្លូវធម៌ហ្នឹងគឺជារឿងអកុសលជារឿងលោភៈចេតសិកនឹងឯងគាត់អត់លក់ដល់អត់លក់ទារុផតកៈថាបើមកតម្លឹងមកលក់ទេឲ្យខ្ញុំខ្ញុំឲ្យ2តម្លឹងក៏អត់លក់អានោះចូលដល់ដេញថ្លៃក៏មិនមែនហ្នឹងដេញថ្លៃ2មាសកៈមិនព្រមលើឲ្យខ្ញុំឲ្យ3តម្លឹងក៏មិនព្រមដេញឡើងទៀត4តម្លឹងក៏នោះមិនព្រម5តម្លឹង6តម្លឹង7តម្លឹងក៏នោះមិនព្រម
ដល់là trong cõi bò đó tiền rụp họ tất cả thằng lấy aiខ្ញុំឲ្យ12តលឹងអស់ហើយខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំទៅស៊ីឈ្នួលបំរើគេ6ខែបាន12តលឹងហ្នឹងក្នុងបំណងទៅលុះកូនទេឥឡូវដែលសត្វទៅលោកចិត្តផត់ចង្ហាន់ទៅហើយឥឡូវលក់ឲ្យខ្ញុំឲ្យ12តលឹងហើយចាំខ្ញុំចែកបុណ្យឲ្យនេះអារ៉ាប់ចែកបុណ្យឲ្យគេទៀតទិញដល់ថ្លៃមែនតែនហើយហ្នឹងសុំចែកបុណ្យឲ្យគេទៀតហើយបរោះហ្នឹងមានតែចង់បានបុណ្យអីញោមចម្រើនពរគាត់អត់មានតែចង់បានបុណ្យទេប៉ុន្តែគាត់ឮថាវាអស់លុយទៅហើយអស់ទៅហើយមានតែ12តលឹងហ្នឹងអញ្ចឹងក៏ព្រមលក់ឲ្យទៅលក់ឲ្យទៅក៏បានបាយមកកញ្ចប់តម្លៃ12តលឹងហ្នឹងរត់វឹងរលះលាំងវឹងទៅថ្វាយបង្គំប្រធេរៈហ្នឹងប្រគេនចង្ហាន់ហ្នឹងប្រគេនចង្ហាន់ប្រធេរៈក៏រៀបចំឆាន់អីចឹងទៅរៀបចំឆាន់អីចឹងទៅដល់តែទទួលរៀបចំចង្ហាន់ហើយឆាន់ទៅលោកក៏ឆាន់ពាក់កដាលក្នុងចេតនាទុកឲ្យឧបាសកនឹងពាក់កដាលតែបរោះនឹងប្រាប់ថ្វាយបង្គំទូលថាខ្ញុំព្រះអង្គមិនអាចទទួលទានចង្ហាន់នឹងបានទេខ្ញុំព្រះអង្គខ្ញុំម្ចាស់មិនអាចទទួលទានចង្ហាន់នឹងបានទេអត់ព្រមជំរុញលោកអត់ព្រមទុកឲ្យលោកទុកទេជំរុញឲ្យលោកឆាន់តទៅអស់ប្រធេរៈហ្នឹងក៏ឆាន់បដាគិតបដាឆ្ងល់ថាចង្ហាន់នេះខ្ញុំព្រះអង្គឧបាសកនឹងថាមិនអាចឆាន់មិនអាចទទួលទានបានហ្នឹងឆាន់បដាអីបដាក៏គិតបដាតែមិនតន់សួរទេឆាន់សិនដល់តែឆាន់អស់ចង្ហាន់ហ្នឹងទៅលោករៀបចំអីរួចរាល់ហើយក៏និមន្តចេញទៅបរោះហ្នឹងក៏ដើរតាមក្រោយហ្នឹងទៅចេញបានបន្តិចលោកនឹកឃើញរឿងនេះហ្នឹងក៏ងាកមកសួរឧបាសកហ្នឹងបរោះហ្នឹងទីរូបផតកៈបរោះងាកមកសួរថាចម្រើនពរឧបាសកមុននេះឧបាសកបានមានប្រសាសន៍ថាចង្ហាន់នេះខ្ញុំឧបាសកទទួលទានមិនបានទេហេតុអីបានជាឧបាសកមានប្រសាសន៍ថាទទួលទានចង្ហាន់នឹងមិនបានបរោះហ្នឹងក៏ទូលប្រធេរៈថាខ្ញុំបេក្ខណានឹងទទួលទានចង្ហាន់នឹងមិនបានទេដោយសារតែចង្ហាន់នេះសម្រាប់តែលោកម្ចាស់អ្នកមានសិលតែប៉ុណ្ណោះជ្រះថ្លារីករាយជ្រះថ្លានឹងគុណធម៌របស់លោកម្ចាស់ហ្នឹងគឺថាចង្ហាន់នេះសម្រាប់តែលោកម្ចាស់អ្នកមានសិលតែប៉ុណ្ណោះអាចារ្យទូលលោកចឹងពីព្រោះថាខ្ញុំព្រះអង្គហ្នឹងខ្ញុំកណាហ្នឹងគឺបានទៅស៊ីឈ្នួលបំរើគេយកលុយយកបាន12តម្លឹងមកបាន12តម្លឹងមកក្នុងបំណងទៅលុះកូននោះនៅបំរើគេព្រោះខ្ចីលុយគេ12តម្លឹងមកជំរឿនព្រោះអញ្ចឹងគាត់ជំរាបទូលប្រធេរៈនឹងអញ្ចឹងហើយហេតុដែលនាំឲ្យកូនតែខ្ញុំស៊ីឈ្នួលបំរើគេហ្នឹងគឺដោយសារតែខ្ញុំព្រះអង្គប្តីប្រពន្ធមានប្រកដីជាអ្នកដាក់បាតប្រសងហ្នឹងហើយមានប្រសងអង្គខ្លះលោកមិនជ្រះថ្លាជាមួយនឹងចង្ហាន់បណ្ឌបាតដែលមិនបណិតថ្លៃថ្លាលោកក៏ចាក់ចោលហើយខ្ញុំព្រះអង្គគិតថាដើម្បីបានចង្ហាន់ល្អបណិតថ្លៃថ្លាដាក់បាតប្រសងប្រគេនសមណៈសក្យបុត្រយ៉ាងណាខ្ញុំព្រះអង្គក៏យកកូនទៅបម្រើគេហ្នឹងដើម្បីបាន12តលឹងមកយកទិញមេគោចំគោច្បាច់យកទៅដោះធ្វើចង្ហាន់ធ្វើភេសជ្ជៈយ៉ាងណាប្រគេនប្រសងអញ្ចឹងចង្ហាន់ដែលខ្ញុំព្រះអង្គបានមកនេះទិញអំពីបរោះម្នាក់តម្លៃ12តលឹងដែលទៅបង្ើគេ6ឆ្នាំហ្នឹង6ខែហ្នឹងបាទចំណែកបងប្រធេរៈហ្នឹងលោកស្ដាប់រឿងហ្នឹងហើយលោកពិចារណាលោកសង្វេគតក់ស្លុតមែនទែនបាទសង្វេគតក់ស្លុតមែនទែនហ្មងហើយលោកក៏និមន្តទៅចូលដល់មហាវិហារវត្តមហាវិហារនៅក្នុងប្រទេសស្រីលង្កាលោកក៏ចូលទៅថ្វាយបង្គំបច្ចេកដីហើយលោកក៏សុំសំណាក់អាស្រ័យនៅក្នុងវត្តមហាវិហារហ្នឹងសង្ឃថេរៈដែលជាធំនៅក្នុងវត្តមហាវិហារនោះក៏រៀបចំកន្លែងឲ្យលោកមានបន្ទប់មានអីតាមទៅអញ្ចឹងទៅលោកក៏ចូលទៅធ្វើកម្មដ្ឋាន
ធ្វើកម្មដ្ឋានក្នុងបន្ទប់នោះលោកតាំងចេតនាថាលោកនឹងប្រឹងប្រែងដើម្បីឲ្យបានសម្រេចគុណវិសេសគុណធម៌លោកកតរៈសម្បត្តិដើម្បីជាការតបស្នងសងគុណទៅដល់ឧបាសកនឹងដែលមិនមែនត្រូវជាញាតិជាអីសោះហើយហ៊ានទិញចង្ហាន់មួយកញ្ចប់ដែលប្រើប្រាស់កម្លាំងពលកម្មធ្វើការបម្រើគេ6ខែបម្រើគេ6ខែបានចង្ហាន់មកកញ្ចប់យកមកប្រគេនលោកឆាន់អញ្ចឹងឃើញពីការលះបង់របស់ឧបាសកនឹងអញ្ចឹងគាត់លោកក៏តាំងចិត្តថាដរាបណាមិនបានសម្រេចគុណវិសេសគុណលោកកតរៈសម្បត្តិទេលោកមិនបញ្ឈប់ការធ្វើកម្មដ្ឋានហ្នឹងទេថ្ងៃទី1ក៏មិនទាន់បានសម្រេចគុណវិសេសលោកក៏អត់ទៅបិណ្ឌបាតទេលោកទៅក៏បានដែរព្រោះបិណ្ឌបាតហ្នឹងការធ្វើធម៌ហ្នឹងមិនមែនហាមឃាត់រឿងបិណ្ឌបាតទេណាក៏ប៉ុន្តែដោយការតាំងចិត្តឆន្ទៈបំណងមុតមមលោកក៏នៅវឹកហាត់កម្មដ្ឋានហ្នឹងទៅថ្ងៃទី1ថ្ងៃទី2ក៏មិនចេញទៅបិណ្ឌថ្ងៃទី3ទី4រហូតដល់ថ្ងៃទី7លោកអត់ចេញទៅបិណ្ឌប៉ុន្តែនៅក្នុងថ្ងៃទី7លោកក៏បានសម្រេចលោកកតរៈសម្បត្តិហ្នឹងទៅបានសម្រេចជាព្រះអរហន្តចឹងទៅហើយលោកក៏ឲ្យគេទូងឲ្យគេទូងវាយកាំងប្រសង្ឃកថេដែលជាធំនៅក្នុងវត្តមហាវិហារហ្នឹងក៏សួរថាអ្នកណាវាយកាំងថាប្រធេរៈបនិបាតយតេសថេរៈឲ្យវាយដល់ទៅសួរថាហេតុអីបានលោកម្ចាស់ឲ្យគេវាយកាំងបនិបាតយតេសថេរៈថាខ្ញុំបកណាចង់ប្រជុំភិក្ខុសង្ឃក្រែងលោមានភិក្ខុសង្ឃអង្គណាមានការសង្ស័យងឿងឆ្ងល់សង្ស័យនៅក្នុងរឿងមគ្គផលនិព្វានដល់ភិក្ខុជាសង្ឃថេរៈហ្នឹងក៏លោកថាខ្ញុំព្រះអង្គគ្រប់គ្នានេះអត់មានគ្រប់អង្គនេះអត់មានរឿងឆ្ងល់សង្ស័យនៅក្នុងមគ្គផលនិព្វានអីទេហើយក៏មិនគិតថាលោកម្ចាស់នឹងអួតគុណវិសេសអីដែរក៏ប៉ុន្តែខ្ញុំព្រះអង្គគ្រប់អង្គនេះគឺឆ្ងល់ថាលោកម្ចាស់ប្ររពរឿងអីបានជាប្រឹងវឹកហាត់កម្មដ្ឋានរហូតយល់ច្បាស់នៅក្នុងរឿងមគ្គផលនិព្វានហ្នឹងត្រឡប់ជាសួរចឹងវិញបថេរៈលោកក៏បនិបាតយតេសថេរៈហ្នឹងលោកក៏ប្រជុំគ្នាទៅលោកក៏លើកឡើងថាលើករឿងហ្នឹងរឿងដែលលោកបានជួបនឹងឧបាសកម្នាក់ហើយបានយកលុយ12តម្លឹងដែលទៅបម្រើគេ6ខែដើម្បីយកទៅលួសកូននោះយកទៅទិញចង្ហាន់ប្រគេនលោកហើយកូននោះដែលរឿងទៅបម្រើគេបានបម្រើគេនឹងដោយសារតែគាត់នឹងចង់បានលុយមកធ្វើចង្ហាន់ប៉និតថ្លៃថ្លាប្រគេនភិក្ខុសង្ឃដោយការកន្លងហើយមានភិក្ខុសង្ឃអង្គខ្លះប្រមាថនៅក្នុងរឿងបិណ្ឌបាតទាននឹងហើយចាក់ចង្ហាន់ដែលគាត់រាប់បាតនឹងចោលហើយចេតនាគាត់ចង់ឲ្យប្រសង្ឃបានទទួលឆាន់នៅចង្ហាន់បណៃតភុជនយាណាចឹងទៅពីខឲ្យលោកមានប្រធេរៈហ្នឹងនៅប្រធេរៈដីកាហ្នឹងនៅក្នុងសម្ដីសម្លេងស្រាលព្រោះលោកអត់ចង្ហាន់មក7ថ្ងៃហើយផងអញ្ចឹងទៅភិក្ខុសង្ឃដែលប្រជុំគ្នានឹងសង្វេគតក់ស្លុតមែនទេសង្វេគតក់ស្លុតជាមួយនឹងការប្ររពការព្យាយាមអត់ចង្ហាន់7ថ្ងៃរបស់បនិបាតយតេសថេរៈហ្នឹងហើយក៏ជ្រះថ្លាជាមួយនឹងទារុផតកៈបុរសហ្នឹងទារុផតកៈឧបាសកហ្នឹងដែលមានការលះបង់មានការជ្រះថ្លាមុតមមហ្នឹងជ្រះថ្លាមុតមមហ្នឹងរហូតដល់យកកូនទៅបម្រើគេដើម្បីបានលុយមកធ្វើចង្ហាន់បណៃតភុជនរហូតដល់ខ្លួនឯងទៅបម្រើគេ6ខែបាន12តលឹងមកទិញចង្ហាន់តាមមកកញ្ចប់យកទៅប្រគេនលោកនឹងពិចារណារឿងសេចក្តីល្អនឹងសេចក្តីល្អរបស់ទារុផតកៈឧបាសកនឹងហើយក៏តសើល្អត្រេកអរជាមួយនឹងសេចក្តីល្អដែលថាសំបីតែឃើញប្រសង់ចាក់ចង្ហាន់គាត់ចោលហើយនឹងគឺថាអត់មានខឹងក្រោធអត់មានទោមនស្សតូចចិត្តអីទេយល់ច្បាស់ថារឿងលោកចាក់ជារឿងរបស់លោករឿងបុណ្យកុសលរបស់គាត់ធ្វើកើតឡើងក្នុងចិត្តគាត់ទៅហើយនឹងដល់អញ្ចឹងទៅអង្គខ្លះដែលបានស្ដាប់បនិបាតយតេសថេរៈរៀបរាប់លើកឡើងអញ្ចឹងទៅលោកក៏មានសេចក្តីសង្វេគអួលដើមកហ្នឹង
សង្វេកពេកទៅអួលដើមកហើយក្នុងថ្ងៃទី7នឹងឯងបថេរៈបណ្ឌបាតយតេសថេរៈនោះលោកក៏បរិនិព្វានទៅបរិនិព្វាននេះយើងនិយាយភាសាសាមញ្ញថាសកុតណាសកុតនឹងស្លាប់នឹងលោកក៏បរិនិព្វានទៅក៏ប៉ុន្តែរឿងអស្ចារ្យមួយទៀតដែលនៅក្នុងប្រទេសស្រីលង្កានឹងរឿងនេះជារឿងអស្ចារ្យមួយនៅក្នុងប្រទេសស្រីលង្ការឿងអស្ចារ្យនោះគឺថាមុននឹងលោកបរិនិព្វាននោះលោកអធិដ្ឋានថាសពលោកនឹងក្រៅអំពីទារុផតកៈនោះគឺសូមកុំឲ្យលើករួចលោកអធិដ្ឋានអញ្ចឹងមុនបរិនិព្វានអធិដ្ឋានរួចហើយលោកបរិនិព្វានទៅភិក្ខុសង្ឃអង្គសាមណេរឧបាសកបាសិកាញោមវត្តនៅក្នុងវត្តមហាវិហារនឹងពុទ្ធបរិស័ទនឹងក៏រៀបចំពិធីបុណ្យសពលោករៀបចំពិធីបុណ្យសពជាបណកិច្ចហ្នឹងហើយក្នុងនោះមានសេដ្ឋីក៏ដុំពីរក៏រហូតដល់មានព្រះមហាក្សត្រនៅក្នុងប្រទេសហ្នឹងក៏បានចូលរួមផងដែរព្រះមហាក្សត្រហ្នឹងមានព្រះនាមថាវណ្ណៈកាករាជដែលត្រូវជាចៅរបស់ព្រះបាទទេវានំពយតេសៈហ្នឹងនឹងរៀបចំចាត់ចែងក៏ប៉ុន្តែរឿងដែលចម្លែកផ្អើលគេឈូឆរមានការងឿងឆ្ងល់គឺថាសពលោកលើកមិនរួច2នាក់លើក4នាក់5 6 7នាក់4 10នាក់ហ្នឹងក៏លើកមិនរួចដល់តែលើកអត់រួចអញ្ចឹងព្រះរាជាដែលជាបឋមប្រធាននៅក្នុងពិធីហ្នឹងក៏សួរនាំដំណើរសាច់រឿងទៅរឿងបថេរៈហ្នឹងមានពាក់ព័ន្ធជាមួយនរណាមានរឿងរ៉ាវយ៉ាងណានឹងសួរចុះសួរឡើងទៅក៏ដឹងបថេរៈសង្ឃថេហ្នឹងក៏ទូលចម្រើនពរដល់ព្រះមហាក្សត្រហ្នឹងរឿងរ៉ាវរបស់បណ្ឌបាតយតេសថេរៈហ្នឹងដែលមានតាក់ទងពាក់ព័ន្ធជាមួយនឹងទារុផតកៈហ្នឹងចឹងទៅព្រះមហាក្សត្រក៏ឲ្យគេទៅអញ្ជើញទារុផតកៈនឹងទៅអញ្ជើញគាត់មកហើយឲ្យគាត់រៀបចំខ្លួនមុជទឹកសម្អាតកាយអីស្អាតបាតយ៉ាងណាយ៉ាងណីចឹងទៅក៏ឲ្យទៅជួបនឹងឲ្យទៅមើលប្រសពមើលប្រភៈប្រសពបណ្ឌបាតយតេសថេរៈហ្នឹងទៅក៏លេចឃើញទៅក៏លេចឃើញបថេរៈហ្នឹងទៅទទួលចង្ហាន់7ថ្ងៃមុនក៏លេចឃើញដឹងថាជាបថេរៈដែលខ្លួនបានប្រគេនចង្ហាន់ឲ្យយំសោកសឹកសួលហ្នឹងបន្ទាប់ពីយំសោកសឹកសួលរួចរាល់ហើយបន្ទោបង់នៅសេចក្តីយំសោកសឹកសួលមួយចំនួនធំហើយក៏ព្រះមហាក្សត្រឲ្យឧបាសកនឹងជួយលើកប្រសពនឹងយកទៅតម្កល់ដើម្បីបូជានឹងគាត់គ្រាន់តែយកដៃទាំងពីរទៅប៉ះមកឈូសនឹងបន្តិចមកឈូសនឹងអណ្ដែតឡើងឯងហ្មងសពលោកនឹងអណ្ដែតឡើងឯងទៅសពលោកអណ្ដែតឡើងឯងឡើងទៅលើជើងថ្កអីចឹងទៅគាត់ក៏ដើរទៅសពអណ្ដែតទៅគាត់ក៏ដើរទៅរឿងអស្ចារ្យអស្ចារ្យមែនតើទៅហ្នឹងហើយឃើញសក្តីអស្ចារ្យអញ្ចឹងអ្នកចូលរួមនឹងក៏មានការកោតសរសើរគោរពគុណធម៌ការលះបង់សទ្ធាជ្រះថ្លារបស់បាសកនឹងហើយមានការចំណាយបូជាទ្រព្យធននៃដល់បាសកនឹងមួយចំនួនហើយថែមទាំងព្រះមហាក្សត្រនឹងក៏ព្រះអង្គបានបូជាសុំចែកបុណ្យកុសលពីបរោះនឹងក៏ច្រើនសន្ធឹកសន្ធាប់ចឹងទៅនឹងហើយបានទ្រព្យសម្បត្តិលុយកាក់ដែលបរិជានឹងមនុស្សផងទាំងពួងបូជាហ្នឹងក៏យកទៅលុះកូនហើយនៅសល់ទៀតនៅសល់ច្រើនមែនទេរស់នៅសោយសុខដោយអំណាចនៃការធ្វើបុណ្យធ្វើទានដោយអំណាចផលនៃការដាក់បាតនឹងឯងហ្នឹងអញ្ចឹងរឿងដាក់បាតនេះជារឿងសំខាន់ណាស់ហ្នឹងហើយរឿងចង្ហាន់បណ្ឌបាតរឿងបាយទឹកនំចំណីនេះព្រោះសំខាន់ជីវិតរស់នៅរបស់សត្វលោកយើងអត់អានឹងបានសัพពេសត្តាអាហារតិកាហ្នឹងសត្វទាំងឡាយទាំងពួងរស់នៅបានដោយសារអាហារហ្នឹងនៅក្នុងរឿងបណ្ឌបាតនៅក្នុងរឿងបាយទឹកហ្នឹងនៅក្នុងរឿងចង្ហាន់បណ្ឌបាតហ្នឹងនៅក្នុងកម្ពីសង្យុត្តនិកាយត្រង់ទេវតាសង្យុត្តមានទេវតាចូលទូលសួរព្រះដ៏មានបុណ្យថាកੰតៈតោពលតោហោតេសួរអញ្ចឹងណាទេវតាទូលសួរព្រះសម្មាសម្ពុទ្ធកੰតៈតោពលតោហោតេបបពុតប្រមានបុណ្យដ៏ចម្រើនឲ្យរបស់អ្វីជាទានទើបឈ្មោះថាឲ្យកម្លាំងណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាអន្តតោពលតោហោតេអន្តតោពលតោហោតេ
អ្នកឲ្យបាយឈ្មោះថាឲ្យកម្លាំងគឺទានដែលបកគលបានឲ្យហើយដល់បកគលណាបកគលដែលបានទទួលនៅអាហារបិណ្ឌបាតទៅទានហ្នឹងរមែងទទួលទានទៅមានកម្លាំងបលាំងក្នុងជាតិជាបច្ចុប្បន្នហើយដល់អ្នកដែលជាម្ចាស់ទានហ្នឹងរមែងបានបុណ្យបានកសលមានកម្លាំងខ្លាំងក្លាមានសបរបរដែលទ្រព្យសម្បត្តិយ៉ាងណានៅក្នុងជាតិជាអនាគតហ្នឹងរឿងបណ្ឌបាតទានហ្នឹងអញ្ចឹងដូច្នេះក៏ខ្លឹមសារតនេះគឺចង់លើកឡើងបញ្ជាក់បន្ថែមបន្តិចដែរតកតនទៅនឹងការធ្វើបុណ្យដាក់បាតរាប់បាតនេះជារឿងសំខាន់ណាស់ហើយវត្តនីមួយក៏អញ្ចឹងដែរបើសិនជាអត់មានការនិមន្តបិណ្ឌបាតទេក៏មានការលំបាកនឹងហើយពិសេសហ្នឹងគឺថាភិក្ខុសង្ឃអង្គសាមណេរដែលជាសមណសិស្សសមណនិស្សិតហ្នឹងគឺថាអាស្រ័យចង្ហាន់បិណ្ឌបាតហ្នឹងទើបអាចត្រង់ការសិក្សារៀនសូត្របានតែការសិក្សារៀនសូត្រជារឿងសំខាន់ណាស់ធនធានមនុស្សធនធានប្រសង់ហ្នឹងសំខាន់មែនទែនបើនឹងសំខាន់មែនទែនហើយបើញាតិញោមខ្លះហ្នឹងជំរឿនពោថាចង់បើកវងកញ្ចក់តិចដែរញាតិញោមខ្លះហ្នឹងគាត់ជ្រះថ្លាហ្នឹងគឺដូចជាមិនទលំទលាយញោមខ្លះគាត់ជ្រះថ្លាតែប្រសង់អង្គសាមណេរណាដែលរៀនធម៌រៀនអារៀនភាសាបាលីទេហើយប្រយ័ត្នតែលឺលោកណាតែរៀនកុំព្យូទ័រអង់គ្លេសគាត់ថាគាត់លែងជ្រះថ្លាហើយមានអ្នកខ្លះទៀតក៏ហាក់ដូចជាការយល់ដឹងមិនទលំទលាយចង្អៀតចង្អល់យ៉ាងណាក៏គាត់ថាឧបត្ថម្ភឲ្យប្រសង់រៀនសូត្ររៀនយកទៅប្រយោជន៍ផ្ទាល់ខ្លួនបួសបាន2 3ឆ្នាំ4 5ឆ្នាំសឹកទៅបាត់ទៅហើយ4 10ឆ្នាំអីចឹងទៅតែចេះឲ្យលោកសឹកអស់ទៅហើយប្រយោជន៍ផ្ទាល់ខ្លួនហ្នឹងគឺនៅក្នុងរឿងជីវិតរស់នៅក្នុងសង្គមមនុស្សយើងវាមានរឿង3ប្រស័យតាក់ទងគ្នាគឺរឿងបុគ្គលរឿងសង្គមនិងធម្មជាតិហ្នឹងណាបុគ្គលសង្គមនិងធម្មជាតិ3ហ្នឹងគឺប្រស្រ័យតាក់ទងគ្នាអត់មួយណាមិនបានទេអត់មួយណាបានទេអញ្ចឹងបុគ្គលម្នាក់ល្អមិនល្អប៉ះពាល់ដល់សង្គមដែរណាយើងគិតអញ្ចឹងបើភិក្ខុសង្ឃលោកចេះដឹងបើលោកនៅក្នុងសាសនាលោកអាចជួយកសាងវត្តអារាមសាសនាផ្សព្វផ្សាយពធយ៉ាងណាចឹងទៅប៉ុន្តែបើលោកសឹកទៅជាកហៀវាជាកុហកជាបសក់វិញហ្នឹងគឺថាចំណេះដឹងដែលលោកទទួលបានលោកនឹងទៅជួយខ្លួនឯងជួយគ្រួសារជួយដល់សង្គមជាតិដូចតែគ្នាហ្នឹងជួយខ្លួនឯងហ្នឹងក៏ជាចំណែកមួយនៃការជួយដល់គ្រួសារដែរហើយដល់ជួយគ្រួសារហ្នឹងក៏ជាចំណែកមួយនៃការជួយដល់សង្គមជាតិដែរហ្នឹងហើយអ្នកខ្លះទៅដោយអំណាចបានបួសបានរៀនហ្នឹងរៀនសូត្រចេះដឹងទៅខ្លះបានតែធ្វើការអង្គការក្រុមហ៊ុនរាជការខ្លះឡើងជាឯកឧត្តមអុកញ៉ាអីយ៉ាងណាទៅសិតតែហ្នឹងសិតតែអានដល់សង្ឃអំពីផលប្រយោជន៍ដែលទទួលបានអំពីការបួសរៀនហ្នឹងខ្មែរយើងមានពាក្យថាបួសរៀនអញ្ចឹងទេគាត់នៅចង់ជំរឿនពលញាតិញោមថាយើងយល់ឲ្យទលំទលាយហើយគុំគិតថាលោកគេលោកយើងលោកវត្តគេលោកវត្តយើងលោកកូនគេកូនយើងនោះគឺថាជាមនុស្សរស់នៅក្នុងសង្គមដូចគ្នាជាប្រជាជាតិតែមួយដូចគ្នាបើគិតឲ្យទលំទលាយមែនតើជាមនុស្សរស់នៅក្នុងដំបូលពិភពលោកនឹងតែមួយនឹងវាមានប្រស្រ័យតាក់ទងគ្នាខានបានទេហ្នឹងហើយកុំបែងចែកកូនគេកូនយើងជួយគេជួយយើងអញ្ចឹងទៅទលំទលាយអញ្ចឹងទៅនឹងជំរឿនពលញាតិញោមប៉ុណ្ណឹងការសម្ដែងបកស្រាយនៅក្នុងរឿងសេចក្តីល្អរបស់ទារុផតិកៈនឹងផ្សារភ្ជាប់ជាមួយនឹងការបិណ្ឌបាតរបស់ព្រះសង្ឃនឹងគឺថាជាកិច្ចដែលយើងក៏បីយល់ដឹងហើយមិនបានបកស្រាយបន្តទៀតទេសូមជំរឿនពរប៉ុណ្ណឹងចុះបើដល់សាដល់ម៉ោងឆាន់ផងហើយនេះសង្ឃឹមថាបកណាម្ចាស់គ្រប់អង្គញាតិញោមដែលបានមើលវីដេអូ live ពធនេះឃើញថាប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដោយអចេតនានោះសូមខន្តីអភ័យទោសផងដែរនឹងហើយក៏រងចាំមតិរិគុណក្នុងនៃស្ថាបនាសូមមុននឹងបញ្ចប់សូមប្រគេនពរនិងជូនពរដល់បកណាម្ចាស់ញាតិញោមពុទ្ធបរិស័ទសប្បុរសប្រុសស្រីទាំងអស់ឲ្យបានជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លេតឡើយសូមអរគុណសូមថ្វាយបង្គំនិងចម្រើនពរលា